ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលបានតាមដានពីវីដេអូមុនប្រហែលជាបានដឹងហើយថាខ្ញុំបានលេចឈប់ពីការងារនៅប្រទេសកម្ពុជាហើយចាប់ផ្ដើមសារជាថ្មីឥឡូវនេះខ្ញុំបានមកដល់ប្រទេសឡាវហើយអូនៅមានរឿងមួយទៀតដែលខ្ញុំមិនទាន់បានប្រាប់អ្នកទាំងអស់គ្នាសប្បាយดีអូមិនដឹងថានិយាយត្រូវឬក៏ខុសទេតែអ្វីដែលសំខាន់ខ្ញុំបានមកដល់បន្ទូស័យហើយយេអារម្មណ៍នៅពេលនេះសប្បាយចិត្តមែនទែនពួកខ្ញុំទើបតែធ្វើដំណើរ24ម៉ោងពីភ្នំពេញមកដល់វិញចាននេះពួកការធ្វើដំណើរវិញយើងអាចនិយាយបានថាវាមានទំភាពងាយស្រួលនិងភាពពិបាកដោយសារតែការធ្វើដំណើរតាមរយៈឡានក្រុងទីមួយនោះគឺរយៈចម្ងាយផ្លូវគឺវាឆ្ងាយហើយស្ថានភាពផ្លូវក៏មិនទាន់បានស្អាតបាតប្រហែលដែរក៏ប៉ុន្តែឥឡូវនេះយើងរៀងងាយស្រួលជាងមុនដោយសារតែយើងមានក្រុមហ៊ុនឡានក្រុងមកព្រះបន្ថែមគាត់មានđường directពីភ្នំពេញមកប៉ាក់សេអត់ដូចពីមុនទេពីមុនត្រូវផ្លាស់ប្ដូរឡាន4ទៅ5ឡានទើបអាចមកដល់ទីក្រុងវៀងច័ន្ទនេះហើយសម្រាប់ tip ក្នុងការធ្វើដំណើរវិញខ្ញុំនឹង share នៅវីដេអូក្រោយតោះឥឡូវយើងទៅមើលជុំវិញបន្ទូស័យទាំងអស់គ្នាឥឡូវបន្ទាប់ពីយើងបានដើរមើលជុំវិញបន្ទូស័យហើយយើងបកមកឆ្លើយសំណួរសំខាន់ថាហេតុអីបានខ្ញុំជ្រើសរើសប្រទេសមួយនេះវិស័យច្បាស់កន្លែងចាយមិនគួរចិត្តទេញ៉ែឡើយតែចេះឡាយទេណាអត់អីមានវិស័យកុំជួបគ្នាទៀតទេណាតោះយើងទៅមុខទៀត